ខ្ញុំចាំពាក្យមួយរបស់ខ្មែរយើងគេនិយាយថាអោនងើយស្កអោនដាក់ក្របហើយសម្លេងហ៊ុនសែនអាសានិយាយថាបើអោនទៅចំណេញអោនទៀតទៅមិនអីទេបាទខ្ញុំនិយាយរួមគឺបើយើងនិយាយមែនតើយើងខ្ញុំដកប្រសាទដែលការពេលដែល Zelensky ទៅជួបលោកត្រាំដំបងលោកត្រាំស្អីឲ្យឬទីដែលចេញអត់ស្ដេចអត់និយាយអត់បាទបាទខ្ញុំថាបើសិនសម្ដេចហ៊ុនសែនធ្វើរបៀប Zelensky យើងអត់បានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេបាទនេះអាការចេះដាក់ខ្លួននៅពេលណាឡើងនៅពេលណាគឺសំខាន់ណាបាទអញ្ចឹងគឺម្នាក់ហ្នឹងយើងជាអ្នកធំទេដែលត្រូវចេះប្រទៀបខ្លួនណាមិនប្រទៀបរហូតដល់គេជន់ក្បាលរហូតដល់គេតែស្មាទេប៉ុន្តែសំខាន់ថាយើងដាក់មិនដើម្បីគាត់អាចបើកចិត្តនិយាយជាមួយយើងបានយើងស្វែងយល់ពីគាត់បានដោយសារអាដាមចូលឡើងនេះខ្ញុំសុំតម្រិតទៀតចុះដោយសារនិយាយពី Zelensky ខ្ញុំចាំទៅក្នុងសភៅនេះបានទៅសេកំណត់ហេតុនោះថានៅពេលដែលសម្ដេចហ៊ុនសែនទៅប្រជុំមួយនរោត្តមសីហនុបរមរតនកោដ្ឋគឺអូតែលមួយនឹងនៅពេលតែដឹងថាសម្ដេចសម្រាប់នៅកន្លែងហ្នឹងគឺនរោត្តមសីហនុសេកមកថាឲ្យសម្រាប់ហ្នឹងទៅបាទព្រោះអូតែហ្នឹងគឺអូតែគឺយ៉ាងហ្នឹងគឺជាអូតែធំតែទំនើបបំផុតថ្លៃបំផុតណាបាទសូម្បីតែគ្រឿងសម្រាប់ប្រើប្រាស់ហ្នឹងគឺសុទ្ធតែអូតែមានមានហើយនេះណាយើងមកចូលបានទេយើងទៅហ្នឹងដោយសារតែសម្ដេចនៅក្នុងអញ្ចឹងសម្ដេចអ៊ុនសែនលោកចង់ទៅហ្នឹងដើម្បីជាតិមានពេលអាចជួបគ្នាមុនអាចជជែកអីអញ្ចឹងណាបាទប៉ុន្តែសម្ដេចព្រះបរមកោដ្ឋលោកយល់ថាវាជាការប្រមាថដែលលោកនៅហ្នឹងមកនៅជាមួយលោកវាមិនសមអញ្ចឹងណាបាទអញ្ចឹងលោកនេះទៅអញ្ចឹងក្រសួងការបរទេសក៏គេអត់ឲ្យយើងនៅគេសុំឲ្យយើងទៅនៅកន្លែងផ្សេងណាតែពិតក៏ព្រាមគឺយើងដូចខកចិត្តមួយប៉ុន្តែសម្ដេចហ៊ុនសែនលោកអត់ទេណាលោកទៅមកទីផុតយើងជួបគ្នាអីយើងឃើញនេះគឺចំណុចមួយសំខាន់បង្ហាញពីលក្ខណៈរបស់សម្ដេចហ៊ុនសែនធំខ្ញុំសុំសួរក្រៅថាតើពេលហ្នឹងគាត់អត់អន់ចិត្តទេយ៉ាងម៉េចហើយអាដាមមានបានសួរគាត់ថាបងមានអន់ចិត្តទេបើគេដេញយកយកតែយ៉ាងនេះទេអត់គេឲ្យយើងមែនប៉ុន្តែសម្ដេចប្រទេសលោកធ្ងន់ណាចិត្តធ្ងន់ណាហើយនិយាយរួមគណៈប្រទូគឺថាសញ្ញាចិត្តគ្រប់គ្នាណាខឹងទាំងបារាំងទៀតខឹងមិនប៉ុន្តែគឺសម្ដេចហ៊ុនសែនប្រកែទៅដល់ហើយយើងឃើញហើយបើតែហ៊ុនសែនទៅដល់មិនទាចាប់ដៃអីនេះគឺក៏រុបអីពះអីខ្ញុំបានថានិយាយរួមគឺក្នុងឆ្នាំ1988អីនេះគឺរដ្ឋាភិបាលចំណុះត្រីភាគីមានទូចមួយហ្នឹងកាន់កាប់ទឹកដីប្រហែល5ទៅ10% នៃប្រទេសហ្នឹងហើយក្នុងព្រៃហ្នឹងមានអីមានតំបន់រំដោះណានៅក្នុងប្រទេសណាប៉ុន្តែសម្ដេចហ៊ុនសែនគឺហើយយើងឃើញឆ្នាំហ្នឹងបើអ្នកទៀតថាយើងឃើញអញ្ចឹងបានទៅពេលហ្នឹងគឺសម្ដេចហ៊ុនសែនត្រូវទី1ទប់ទល់ជាមួយអ្នកក្រៅទី2ទប់ទល់នឹងគ្នាឯងក្នុងគណៈបាទគឺយល់ថាហេតុអីទៅចោទចារអីជាមួយគេបានប្រយោជន៍អីប៉ុន្តែសម្ដេចហ៊ុនសែនយល់ថាត្រូវតែដោះស្រាយគឺដោយសន្តិភាពគឺថាលោកមើលឃើញឆ្ងាយខ្ញុំឃើញថាចំណឹងមួយដែលមានការវៀងវៃហើយអញ្ចឹងបានរហូតដល់ពេលដែលយើងចប់ចរចាអស់សហភាពសូវៀតអាលំយើងអត់អាលំទេព្រោះយើងបានចាប់តាមចរចាបាត់ហើយឃើញទេនេះគឺជាចំណុចមួយធំបើសិនពេលណាយើងចាំពេលដល់រដ្ឋសហភាពសូវៀតអាលំតែយើងស្ថិតក្នុងភាពចាញ់ប្រៀបគេបាត់ហើយនេះយើងឃើញជាចំណុចហ្នឹងគឺសម្ដេចហ៊ុនសែនបានចាប់ផ្ដើមជ័យលោកចាប់ផ្ដើមតាំងពី1986លោកឡើងជានាយករដ្ឋមន្ត្រីភ្លាមលោកចាប់ផ្ដើមស្វែងរកស្ពានហ្នឹងហើយស្ពានទៅបាទមេរៀននឹងសំខាន់សម្រាប់អ្នកដឹកថ្នាក់ដឹកនាំគ្នាជំនាន់ក្រោយខ្ញុំតែមានហើយលោកបានសរសេររឿងច្រើនសភៅច្រើនឲ្យគូប្រចាំណាហើយខ្លះលោកសរសេរក្រោយមក20ឆ្នាំហ្នឹងនៅតែត្រូវទៀតចំណុចខ្លះ